បន្ទាប់ពីអ្នកទាំងអស់គ្នាបើកកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាចូលទៅកាន់ជ្រុំហើយស៊ើបថា T-Launcher ហើយអ្នកទាំងអស់គ្នាចុចយកមួយនេះមកបន្ទាប់ពីយើងចូល website ហើយយើងយកពាក្យថា download ហើយយើងយកពាក្យថា T-Launcher for Windows យើងចុចលើវាមួយមកហើយឥឡូវយើង download វាបានជោគជ័យហើយអញ្ចឹងយើងចុចលើវាពីរដងមកពេលចុចហើយវានឹងដំណើរការយើងហើយយើងត្រូវចាំវាបន្តិចដែរតោះមកយើងយកពាក្យថា continue ហើយអ្នកទាំងអស់គ្នាចុចតាមខ្ញុំទាំងអស់មកយើងយក continue រហូតដល់អ្នកទាំងអស់គ្នាយកពាក្យថា continue ទៀត continue ឥឡូវនេះយើងបានបង្កើតវាហើយវាកំពុងតែដំណើរការយើងឯងតិចទៀតយើងនឹងបាន T-Launcher មួយសម្រាប់លេង Minecraft ហើយវីដេអូយើងក៏មានតែប៉ុណ្ណឹងទេអញ្ចឹងនៅពេលដែលយើងកើត T-Launcher ហើយយើងត្រូវការ sign up account នៅក្នុងហ្នឹងទៀតដើម្បីអាចលេង Minecraft បាន